សម្រាប់អ្នកដែលចង់រៀនកម្មវិធី Revit កម្រិត Master យើងបញ្យល់ណែនាំបន្ថែមបន្តិចដោយសារវគ្គសិក្សាហ្នឹងមានន័យថាគម្រោងយើងប៉ុណ្ណឹងប៉ុន្តែគឺគ្រប់គ្រាន់អ្នកទាំងអស់គ្នាមានន័យថានៅក្នុងគម្រោងហ្នឹងគឺយើងមានមុខងារជាច្រើនដែលយើងនឹងបង្ហាញអ្នកទាំងអស់គ្នាហើយវគ្គសិក្សាហ្នឹងមានន័យថាអ្នកទាំងអស់គ្នាគូគម្រោងប៉ុណ្ណឹងគឺអ្នកទាំងអស់គ្នាយល់ពីមុខងារ Revit បានច្បាស់លាស់តែម្ដងមានន័យថាសម្រាប់មុខងារ Aesthetic នៅពេលដែលយើងរៀនគម្រោងប៉ុណ្ណឹងហើយគឺយើងយល់ច្បាស់ឧទាហរណ៍ដូចតាក់ទងជាមួយនឹងការបង្កើត family តវលតាក់ទងជាមួយនឹងក្បឿងតាក់ទងជាមួយនឹងព្រំតាក់ទងជាមួយនឹងកពូលម៉ែត្រកន្លែងហៅជាងអីផ្សេងនេះមានន័យថានៅក្នុង Revit គឺយើងមានមុខងារជាច្រើនកាលណាយើងយល់ពីមុខងារនឹងហើយអ្នកទាំងអស់គ្នាចង់គូគម្រោង50ជាន់100ជាន់វាអត់បញ្ហាទេមានន័យថានៅក្នុងលក្ខខណ្ឌហ្នឹងគឺយើងយកមុខងារដដែលមកគូទេប៉ុន្តែអ្វីដែលយើងត្រូវរៀនគឺមុខងារទាំងអស់ហ្នឹងយើងត្រូវប្រើមិនហើយនៅក្នុងលក្ខខណ្ឌហ្នឹងវាមានតិចនិចមិនដើម្បីយើងអាចធ្វើការគូតាមចិត្តរបស់យើងបានបន្ទាប់ពីអ្នកទាំងអស់គ្នាយល់ហេតុផលនឹងមកហើយហេតុអីបានជាយើងអត់ចាំបាច់យកគម្រោង10 20ជាន់មករៀនមានន័យថានៅពេលដែលយើងយល់របៀបគូវាដដែលទេដោយករណីយើងរៀន AutoCAD នៅក្នុងពិភពលោកនេះកម្មវិធី AutoCAD ពីមុនមកអត់ដឹងថាគូប្រមាណ100លានគម្រោងទេមានន័យថានៅក្នុងពិភពលោកយើងពីមុនប្រើកម្មវិធី AutoCAD សម្រាប់គូប្លង់អញ្ចឹងកម្មវិធី AutoCAD តែមួយទេយើងអត់ដឹងថាគូប្លង់អីខ្លះទេប៉ុន្តែសួរថាមុខងាររបស់កម្មវិធី AutoCAD គឺវាផ្ដើមចេញពីឡាញពី layer ដូចតែគ្នាទេមានន័យថារបៀបប្រើដដែលទេនៅពេលយើងយល់មានន័យថាអារបៀបប្រើប្រាស់ហ្នឹងគឺអត់មានអីផ្លាស់ប្ដូរទាំងស្រុងទេអញ្ចឹងនៅក្នុងកម្មវិធី Revit ដូចគ្នាកាលណាយើងយល់ហើយមានន័យថាយើងគូអគារខ្ពស់វាចាប់ផ្ដើមចេញពីចំណុចដដែលទេគ្រាន់ថាការងារហ្នឹងវាធ្វើច្រើនដងដើម្បីបានអគារខ្ពស់អញ្ចឹងទៅខ្ញុំឧទាហរណ៍មួយទៀតដូចករណីប្រកាន់ដៃស្មិតអញ្ចឹងករណីហ្នឹងមុខងារប្រកាន់ដៃយើងអាចគូជាលបងយើងអាចគូជាគំនូសផ្លូវយើងអាចគូជាផ្លូវយើងអាចគូជា sidewalk ប៉ុន្តែសួរថាមុខងារទាំងអស់ហ្នឹងយើងយល់អត់ពេលរៀនកាលណាយើងយល់មានន័យថាយើងអាចគូទៅតាមតម្រូវការងាររបស់យើងអញ្ចឹងរៀនមានន័យថារៀនគម្រោងមួយនេះគឺវាគ្រប់គ្រាន់យើងអត់ចាំបាច់ថាត្រូវរៀនគម្រោងធំដែលធ្វើឲ្យយើងខាតពេលវេលានៅក្នុងការគូដដែលទេអញ្ចឹងណាមួយវិញទៀតខ្ញុំបញ្យល់តាក់ទងមួយការងារលំអិតប្លង់បន្តិចជាទូទៅនៅពេលដែលយើងរៀននៅសាកលវិទ្យាល័យមានន័យថាយ៉ាងច្រើនយើងធ្វើការត្រឹមតែប៉ុណ្នេះតាក់ទងមួយប្លង់គឺចប់ប៉ុន្តែនៅពេលដែលយើងប្រឡូកការងារជាក់ស្ដែងអត់ទេមានន័យថាយើងត្រូវមកដល់ចំណុចទី16នេះដើម្បីអាចបញ្ចប់ការងារ detail ប្លង់បានសួរថាខុសគ្នាប្រមាណដងខុសគ្នាចូល4ទៅ5ដងនៃការងារដែលយើងធ្លាប់រៀនជាមួយនឹងការងារជាក់ស្ដែងអញ្ចឹងនៅក្នុងលក្ខខណ្ឌដែលយើងបរៀននេះមានន័យថាយើងចែករំលែកច្រើនមែនទែនតាក់ទងជាមួយនឹង technique ប្លង់ detail មានអីខ្លះហើយរបៀបធ្វើការមិននៅក្នុង Revit គឺយើងបញ្យល់អស់ហើយនឹងស៊ីជម្រៅបន្ថែមទៀតជាទូទៅបើយើងធ្លាប់ធ្វើការអ្នកនរគ្នាគ្រាន់តែឃើញអ្វីដែលខ្ញុំបញ្យល់តាក់ទងជាមួយនឹងមាតិកាខាងស្ដាំនេះគឺអ្នកនរគ្នាអាចយល់ហើយសួរថាតើអាគារច្រើនជាន់វាខុសគ្នាអីមានន័យថារបៀបធ្វើការហ្នឹងដដែលទេគ្រាន់ថាយើងត្រូវ copy ឬក៏យើងធ្វើការដដែលហ្នឹងវាច្រើនដងដើម្បីបានអគារខ្ពស់ប៉ុន្តែនៅពេលដែលយើងយល់ flow ការងារទាំងអស់នេះហើយមានន័យថាយើងយកគំរូការងារហ្នឹងទៅអនុវត្តការងារជាក់ស្ដែងវាអត់មានអីខុសទេគ្រាន់ថាទំហំការងារវាខុសគ្នាអញ្ចឹងករណីយើងធ្វើការងារទំហំខុសគ្នាមានន័យថាយើងត្រូវចំណាយពេលច្រើនដងទោះបីយើងប្រើកម្មវិធី Revit ក៏ដោយចឹងអ្វីដែលយើងបញ្យល់នេះមានន័យថាយើងព្យាយាមបញ្យល់ស៊ីជម្រៅដើម្បីឲ្យអ្នកទាំងអស់គ្នាយល់ពីប្លង់ detail ហ្នឹងស្អីគេពីចំណុចចាប់ដើមនៃការរៀនកម្មវិធី Revit ហ្នឹងវាមានចំណុចមិនខ្លះដើម្បីឲ្យយើងរៀនយល់ហើយមានន័យថាយើងអាចបំបែកទាំងអស់ហ្នឹងទៅជាការងារជាក់ស្ដែងហើយគឺងាយស្រួលសម្រាប់ខ្លួនឯងនៅក្នុងវគ្គសិក្សាយើងអត់ដែលអួតរឿងអីទាំងអស់ប៉ុន្តែយើងព្យាយាមបញ្យល់សិស្សតាំងពីវីដេអូទី1រហូតដល់40ជាងហើយមួយវិញទៀតមួយរយៈនេះឃើញកម្មវិធី Autodesk វា error ច្រើនប៉ុន្តែខាងយើងនៅតែដោះស្រាយឲ្យសិស្សចឹងហើយសម្រាប់អ្នកដែលគាត់គិតថាអត់មានវិធីដោះស្រាយអាចតាក់ទងមកខាងយើងបានដំណោះស្រាយគឺមានអ្នកទាំងអស់គ្នាចឹងសម្រាប់ការរៀនអីក៏ដោយកាលណាយើងជួបអ្នកច្បាស់គឺងាយស្រួលសម្រាប់ខ្លួនឯងហើយសម្រាប់វីដេអូដែលយើងចែកម្លែកមានច្រើនមែនតើអ្នកទាំងអស់គ្នាអាចទៅតាមដាននៅក្នុង page របស់យើងបានហើយសម្រាប់វីដេអូហ្នឹងគឺយើងមានប៉ុណ្ណឹង